បងប្អូនបានដឹងហើយថាលោក Michael Carrick បានក្លាយជាគ្រូបង្វឹកពេញមួយរដូវកាលដែលត្រូវដឹកនាំបន្តពីលោក Robin Amrin ហើយក្នុងនោះផងដែរលោក Michael Carrick មិនត្រឹមមកតែម្នាក់ឯងទេគាត់មានអ្នករួមក្រុមការងារជាមួយគាត់នឹងរហូតដល់ទៅ4នាក់ហើយក្នុងម្នាក់សិតតែមានបច្ចេកទេសរៀងខ្លួនមានគុណភាពល្អផ្សេងគ្នាសូម្បីតែ Johnny Event ក៏ស្ថិតនៅក្នុងក្រុមការងាររបស់លោក Michael Carrick ផងដែរបងប្អូនប្រកាសជាចង់ដឹងថាតើក្នុងចំណោមបេក្ខភាពទាំង4រូបដែលក្នុងនោះលោកអ្នកបានឃើញហើយមានលោក Travis Binion លោក Steve Holland លោក Jonathan Woodgate និងលោក Johnny Event ថាតើម្នាក់ទាំងអស់ហ្នឹង4នាក់ហ្នឹងកាន់ការងាររបៀបម៉េចមកខ្ញុំលំអិតត្រួសជូនបងប្អូនឲ្យដឹងពីរបៀបធ្វើការងាររបស់ក្រុមការងាររបស់លោក Michael Carrick ស្ដាប់ហើយធានាថាពេញចិត្តតែម្ដងខ្ញុំចាប់ផ្ដើមនិយាយតាក់ទងទៅនឹងលោក Travis Binion មុនលោក Travis Binion គឺជាជំនាញអភិវឌ្ឍផ្នែកយុវជនដែលយើងតែងហៅថា DNA របស់បិសាចក្រហមលោក Binion ក៏ជាអតីតអ្នកដឹកនាំក្រុមយុវជន Man U គាត់ស្គាល់យុវជន Man U ច្បាស់បាទពិសេសគឺរបៀបការលេងរបស់ Academy របស់ Manchester United បានល្អមែនទែនដូច្នេះហើយលោក Carrick ចង់សារភ្ជាប់យុវជនឲ្យបូកជាមួយនឹងឈុតធំធ្វើយ៉ាងណាឲ្យមានប្រព័ន្ធច្បាស់លាស់ដើម្បីជួយបង្កើនអនាគតរបស់ក្លឹបបានវែងឆ្ងាយទី2នោះគឺលោក Steve Holland លោក Steve Holland មានបទពិសោធន៍កម្រិតខ្ពស់ល្អមែនទែនគេថាបទពិសោធន៍កម្រិតខ្ពស់បូកជាមួយនឹងយុទ្ធសាស្ត្រល្អលោក Holland គឺជាអតីតជំនួយការរបស់លោក Gareth Southgate ដែលជាអ្នកចាត់ការរបស់អង់គ្លេសពីមុនហើយគាត់មានបទពិសោធន៍ល្អធំជាច្រើនដូចជាធ្លាប់ដឹកនាំ World Cup ជាមួយនឹងលោក Southgate ធ្លាប់ដឹកនាំអង់គ្លេសបានជើងឯរងជាមួយនឹងលោក Southgate ហើយអ្វីដែលលោកជំនាញខ្លាំងបំផុតគឺយុទ្ធសាស្ត្រនិងការរៀបចំក្បួនដូច្នេះហើយបានជាលោក Carrick ដែលទើបតែមានវ័យ43ឆ្នាំគាត់ត្រូវការលោក Steve Holland ដើម្បីមកជួយពង្រឹងផ្នែកគ្រប់គ្រងការងាររបស់លោកបូកជាមួយនឹងតិចនិចលេងផងដែរទី3នោះគឺលោក Jonathan Woodgate លោក Woodgate គឺជំនាញការពារខាងក្រោយឬក៏ការពារកណ្ដាលបូកជាមួយនឹងបទពិសោធន៍ដែលធ្លាប់លេងនៅ EPL អតីតកីឡាករខ្សែការពារដ៏ល្បីនៅ Premier League លោក Jonathan Woodgate គឺគាត់ស្គាល់ច្បាស់ណាស់អំពីប្រព័ន្ធការពារកណ្ដាលរបស់បិសាចក្រហមក៏ដូចជាការលេងហើយអ្វីដែលលោកជំនាញនឹងអាចបណ្ដុះបណ្ដាលកីឡាកររបស់ Man U បាននោះគឺគេហៅថា CB រួមជាមួយនឹង RB ជាពិសេសធ្វើការពារបានរឹងមាំបូកជាមួយនឹងមានវិន័យតែម្ដងហើយចុងក្រោយនេះគឺបងប្អូនស្គាល់ Johnny Event បើយើងនិយាយរួមមកគេអាចចាត់ទុកថាលោកអាចដឹកនាំអារម្មណ៍កីឡាករឲ្យបានល្អពងងាប់អារម្មណ៍កីឡាករឲ្យស្ងប់មកវិញពីព្រោះអតីតកីឡាករ Man U រូបនេះស្គាល់អំពីវប្បធម៌របស់ Man U ច្បាស់ណាស់ស្គាល់អំពីការទទួលសម្ពាធច្បាស់ណាស់នៅ Old Trafford អញ្ចឹងហើយអាបទពិសោធន៍គួបផ្សំជាមួយនឹងការយល់ដឹងរបស់ Event ហ្នឹងគាត់អាចមានភាពជាអ្នកដឹកនាំខ្ពស់នៅក្នុងក្រុមពិសេសគឺគាត់អាចផ្សារភ្ជាប់ឲ្យកីឡាករជាមួយនឹងគ្រូបង្វឹកសហការគ្នាបានល្អមែនទែននេះគឺជាខ្លីខ្លឹមអ្នកទាំង4ដែលត្រូវមកជួយធ្វើការងាររបស់លោក Michael Carrick វីដេអូនេះនាំមកជូននៅ WB99 បងប្អូនដែលចង់វីដេអូកុំភ្លេច WB99 ហើយបានអាវ Top Grade ពីខ្ញុំមួយតែម្ដងបាទអាច inbox ឆាតសួរខ្ញុំបាន